ទិវាកុមារអន្តរជាតិនៅថ្ងៃនេះកុមារជាច្រើនអាចទទួលបានស្នាមញញឹមវត្ថុអនុស្សាវរីយ៍ឬពាក្យជូនពរពីឪពុកម្ដាយប៉ុន្តែនៅមន្ទីរពេទ្យមួយចំនួនមានកុមារកម្ពុជាជាច្រើនដែលមិនទាន់អាចញញឹមបានពួកគេកំពុងកេងលើក្រេពេទ្យកំពុងកាន់ដៃម្ដាយកំពុងសម្លឹងមើលមុខឪពុកដោយកែវភ្នែកភ័យខ្លាចនឹងការរងចាំអ្វីដែលពួកគេចង់បាននៅថ្ងៃទិវាកុមារអន្តរជាតិមិនមែនប្រដាប់ប្រដាក្មេងលេងនោះទេអ្វីដែលពួកគេចង់បានគឺឱកាសមួយដើម្បីមើលឃើញពន្លឺនៅថ្ងៃស្អែកឱកាសមួយដើម្បីត្រឡប់ទៅផ្ទះឱកាសមួយដើម្បីធំលូតលាស់ចំពោះឪពុកម្ដាយកូនឈឺជាពេលដែលបេះដូងទាំងមូលរបស់គ្រួសារមួយត្រូវផ្ញើលើក្រេពេទ្យពួកគេអាចមិនមានប្រាក់ច្រើនពួកគេអាចមិនស្គាល់អ្នកណាប៉ុន្តែពួកគេមានសង្ឃឹមមួយគឺសង្ឃឹមថាកូនរបស់ពួកគេនឹងត្រូវបានជួយសង្គ្រោះចាប់តាំងពីឆ្នាំ1992មន្ទីរពេទ្យគុណធបុប្ផាបានក្លាយជាក្តីសង្ឃឹមរបស់គ្រួសារខ្មែរជាង27លាន5សែននាក់កន្លែងដែលកូនអ្នកមាននិងកូនអ្នកក្រអាចទទួលបានការព្យាបាលដោយក្តីមេត្តាកន្លែងដែលឪពុកម្ដាយជាច្រើនបានយំព្រោះភ័យខ្លាចប៉ុន្តែក៏បានយំម្ដងទៀតព្រោះកូនបានរួចផុតពីគ្រោះថ្នាក់ដើម្បីបន្តបេសកកម្មនេះមន្ទីរពេទ្យគុណធបុប្ផាត្រូវការថវិកាប្រមាណជា$45លានក្នុងមួយឆ្នាំខែមិថុនានេះ News Today ចូលរួមជាមួយយុទ្ធនាការ10000នាក់10000រៀលរបស់មូលនិធិគុណធបុប្ផាកម្ពុជាដើម្បីអំពាវនាវឲ្យពលរដ្ឋខ្មែរចូលរួមគាំទ្រមន្ទីរពេទ្យដែលបានសង្គ្រោះកុមារខ្មែរជាច្រើនជំនាន់10000រៀលដើម្បីកុមារកម្ពុជា10000រៀលអាចក្លាយជាថ្នាំមួយដបអាចជាឈាមជាការពិនិត្យមួយលើកជាឧបករណ៍ពេទ្យមួយផ្នែកឬជាកម្លាំងមួយដែលជួយឲ្យមន្ទីរពេទ្យបន្តបើកទ្វារទទួលកុមារខ្មែរដែលត្រូវការជំនួយបន្ទាន់10000រៀលអាចមានន័យធំណាស់ចំពោះម្ដាយម្នាក់ដែលកំពុងអង្គុយក្បែរក្រេកូនចំពោះឪពុកម្នាក់ដែលមិនហ៊ានយំខ្លាំងទេព្រោះខ្លាចកូនឃើញហើយ10000រៀលកាន់តែមានន័យធំធេងចំពោះកុមារម្នាក់ដែលមិនដឹងថាមានមនុស្សដែលមិនស្គាល់ពួកគេតែកំពុងតែជួយពួកគេអាចបន្តជីវិតបានបើថ្ងៃណាមួយកូនដែលកេងលើក្រេពេទ្យនោះជាកូនរបស់យើងប្រកាសជានឹងសង្ឃឹមថាមានមនុស្សម្នាក់នៅកន្លែងណាមួយជួយផ្ដល់ក្តីសង្ឃឹមថ្ងៃនេះយើងអាចក្លាយជាមនុស្សម្នាក់នោះចំពោះកូនរបស់អ្នកដទៃ10000រៀលពីមនុស្សម្នាក់អាចជាចំនួនតិចតួចប៉ុន្តែ10000រៀលពីច្រើនគ្នាអាចក្លាយជាក្តីសង្ឃឹមដ៏ធំមួយរបស់កុមារកម្ពុជាបើអ្នកចង់ក្លាយជាផ្នែកមួយនៃក្តីសង្ឃឹមនេះសូមចូលរួមជាមួយមូលនិធិគុណធបុប្ផាកម្ពុជាដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគុណធបុប្ផាតាមរយៈ QR Code ផ្លូវការដែលបានភ្ជាប់ជាមួយនឹងការផ្សាយនេះខ្ញុំរស់សុធាពី News Today NTTV